រិយាបានឃើញប្តីនិងស្រីស្នេហ៍របស់គាត់កំពុងផ្សាយតបបង្ហាញក្តីស្រឡាញ់តែនាងមិនបានទេទូរស័ព្ទឆ្លុះគ្នាទេផ្ទុយទៅវិញបែរជាផ្ញើផ្កាកុលាប999តុងឲ្យពួកគេបន្ទាប់មកនាងបានបើកកន្លែងលាក់នៅពីក្រោយទូដាក់សៀវភៅហើយយកបណ្ឌិតកាសែតសម័យសង្គ្រាមដែលលាក់ទុកជាច្រើនឆ្នាំចេញមកនាងក៏បានចុះហត្ថលេខាលើប៉ាន់ធានារ៉ាប់រងនូវភាពដែលគ្មានអ្នកទទួលផលរួចបានចេញដំណើរទៅសម្ភាសដោយគ្មានស្ទាក់ស្ទើររហូតដល់ប្តីដែលកំពុងនៅជាមួយស្រីស្នេហ៍បានឃើញរូបថតដែលមិត្តភក្តិផ្ញើឲ្យទើបដឹងថាប្រពន្ធរបស់ខ្លួនបានទៅដល់កន្លែងប្លន់ប្រដាប់អាវុធតែមានគ្រាប់កាំភ្លើងហោះហើរអ្វីត្បិតតែគាត់មិនយល់ថាហេតុអ្វីបានជាប្រពន្ធរបស់គាត់ទៅទីនោះតែគាត់នៅតែទេទូរស័ព្ទដោយក្តីបារម្ភចង់ឲ្យនាងត្រឡប់មកផ្ទះវិញជាបន្ទាន់តែមិននឹកស្មានថាខ្លួនត្រូវបានគេប្លុករួចទៅហើយបុរសនោះក៏ភ័យស្លន់ស្លោភ្លាមចង់នាំកូនស្រីទៅទទួលប្រពន្ធត្រឡប់មកវិញមួយសន្ទុះក្រោយមកគាត់បានឃើញព័ត៌មានថ្មីបំផុតពីកន្លែងកើតហេតុដែលបានចាក់ផ្សាយតាមទូរទស្សន៍ហើយអ្នករាយការណ៍នោះគឺនៅក្នុងក្រសែភ្នែករបស់ពួកគេជានារីមេផ្ទះដែលពួកគេធ្លាប់មើលងាយតែឪពុកនិងកូនស្រីទាំងពីរនាក់នៅមិនទាន់យល់ថាមានរឿងអ្វីកើតឡើងផងនាងបានឃើញចោលបំភ័យទើបបំផ្ទុះគ្រាប់បែកបោះមករកនាងតែនាងមិនបានដឹងខ្លួនតតែសោះព្រោះប្រៀបធៀបនឹងការឈឺចាប់ដែលប្តីនិងស្រីកំណានធ្វើបាបនាងគ្រោះថ្នាក់នេះមិនសូវសំខាន់ទេកាលពីមុននាងក៏ជាអ្នកកាសែតតែមានសមត្ថភាពពូកែប៉ុន្តែនៅពេលនាងមានឱកាសទៅធ្វើជំនួយការនៅតំបន់កាន់កាប់ដើម្បីសម្រេចក្តីសុបិនជាអ្នកសារព័ត៌មានសម្រាប់ភូមិបុរសម្នាក់បានដេញតាមដល់ប្រលានយន្តហោះហើយបានសុំនាងរៀបការជាសាធារណៈនាងបានរំជួលចិត្តយ៉ាងខ្លាំងហើយលះបង់ក្តីសុបិនដោយស្ងាត់ស្ងៀមព្រមធ្វើជាមេផ្ទះនាងគិតថានេះជាការចាប់ផ្ដើមនៃសុភមង្គលតែជីវិតរៀបការដែលសពគ្រប់បានបំបត្តិពន្លឺរបស់នាងបន្តិចម្ដងហើយប្តីក៏កាន់តែមើលងាយនិងស្អប់នាងអ្វីដែលធ្វើឲ្យនាងអស់សង្ឃឹមខ្លាំងជាងនេះគឺមិនដឹងពីពេលណាប្តីរបស់នាងបានជាប់ជំពាក់នឹងស្រីកំណានរបស់គេគ្រប់ពេលដែលស្រីកំណានផ្ញើសារមកប្តីតែងតែទៅរកនាងដោយមិនគិតពីអាកាសធាតុនាងបានឆ្លុះប្រកែករាប់មិនអស់រឿងនេះតែនៅតែគ្មានប្រយោជន៍សូម្បីតែកូនស្រីក៏រងឥទ្ធិពលពីឪពុកដែរចូលចិត្តដើរលេងច្រើនជាងស្រីដែលគាត់ស្រឡាញ់នោះវិញចេះដឹងច្រើនតែបែរជាមើលងាយម្ដាយដែលចេះតែរឿងផ្ទះបាយដើម្បីភាពសុខដុមក្នុងគ្រួសារនាងក៏អត់ទ្រាំម្ដងហើយម្ដងទៀតតែថ្ងៃមួយនាងក៏បានដឹងថាកាមេរ៉ាដែលម្ដាយផ្ដល់ឲ្យមុនស្លាប់ត្រូវបានប្តីយកទៅឲ្យស្រីម្នាក់នោះបាត់ទៅហើយកាមេរ៉ានេះមិនត្រឹមតែជាវត្ថុអនុស្សាវរីយ៍ម្ដាយប៉ុណ្ណោះទេថែមទាំងផ្ទុកនូវក្តីស្រមៃនិងការគាំទ្រចំពោះក្តីស្រមៃកូនស្រីទៀតផងទ្រាំលែងបានទៀតហើយនាងក៏បានទៅរកប្តីដើម្បីសុំការបកស្រាយតែបែរជាទទួលបានការអាម៉ាស់ទៅវិញយ៉ាងណាក៏នាងនៅផ្ទះរាល់ថ្ងៃដែរមិនបានប្រើប្រាស់អ្វីផងយកទៅឲ្យនាងក៏មិនមែនជាការខ្ជះខ្ជាយដែរប៉ាកូនរួចរាល់ហើយតោះយើងទៅលឿនពួកឯងទៅណាថ្ងៃនេះជាថ្ងៃដែលមីងវិលមកពីដើរលេងជុំវិញពិភពលោកហើយប៉ាក៏បានសន្យាថានឹងធ្វើពិធីអបអរគាត់មិនបានទេជូស៊ឺអ៊ីអ្នកក្បត់ប្រពន្ធវាបានហើយឥឡូវនេះបែរជាយកកូនទៅជួបស្រីកំណានទៀតអ្នកគ្មានខ្មាស់ទេហេតុអ្វីបានជាអ្នកនិយាយបែបនេះនៅមុខកូនហើយយ៉ានខ្ញុំចាត់ទុកគេដូចប្អូនស្រីអ្នកកុំរឹងរូសទៀតអីមិនយូរប៉ុន្មាននាងក៏ឃើញកូនស្រីនាងចាប់ផ្ដើមលេងវីដេអូបង្អួតម្ដាយនាងដែលដើរកំសាន្តជុំវិញពិភពលោកទៅកាន់អ្នកទស្សនាបណ្ដាញសង្គមចំណែកស្វាមីរបស់នាងវិញក៏នៅក្នុង live នោះដែរបង្ហាញក្តីស្រឡាញ់យ៉ាងឥតអៀនខ្មាសថែមទាំងដោយក្តីស្រឡាញ់ផ្ទាល់ដៃបញ្ចុកអាហារដល់ស្នេហ៍ចាស់របស់គេពេលឃើញពួកគេទាំង3នាក់នៅជាមួយគ្នាយ៉ាងរីករាយនាងក៏អស់ចិត្តជាស្ថាពរនាងក៏បានផ្ញើផ្កាកុលាប999តុងភ្លាមបន្ទាប់មកនាងក៏បានបើកអាកំបាំងនៅពីក្រោយទូសៀវភៅឃើញរូបថតសម្ភារដ៏មានតម្លៃរាប់មិនអស់និងពានរង្វាន់កិត្តិយសនាងក៏សម្រេចចិត្តយកខ្លួនឯងដូចដើមមកវិញដូច្នេះនាងក៏បានទៅអតីតចៅហ្វាយនាងដើម្បីស្វែងរកឱកាសទៅតំបន់ចំនួនលុះស្វាមីនិងកូនស្រីលេងពេញមួយថ្ងៃលុះត្រឡប់មកដល់ផ្ទះវិញនៅពេលល្ងាចឃើញនាងកំពុងដុតរបស់របរដោយអារម្មណ៍ក្រៀមក្រំទើបមានអារម្មណ៍វិបដិសារីយ៉ាងខ្លាំងហើយចង់សុំទោសពួកគាត់និយាយពីអីនឹងម៉ាក់កុំខឹងអីខ្ញុំដឹងថាខ្ញុំខុសហើយរីករាយថ្ងៃកំណើតនេះជាកាដូសម្រាប់អ្នកអ្វីដែលអ្នកបានឬសូមស្វាគមន៍មកកាន់ពិភពលោកថ្មីមិនមែនទេអ្នកកើតអីហ្នឹងនេះជាទឹកចិត្តកូនទេប៉ាមកនេះមកមានរឿងអីតែឆេះនោះគឺជារូបថតគ្រួសារយើងអ្នកឈួតហើយទឹករូបថតគ្រួសារយើងចោលចង់មកជំនួសកន្លែងគ្រួសារយើងមែនទេនិយាយអញ្ចឹងកាមេរ៉ាដែលឯងឲ្យស្រីកំណានគឺជារបស់ម៉ែខ្ញុំស្អីគេទើបតែពេលនេះបុរសនោះដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហាគាត់ចង់សុំទោសប្រពន្ធភ្លាមតែបែរជាឃើញប្រពន្ធត្រឡប់ចូលបន្ទប់វិញហើយក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់បុរសនោះដឹងថាគាត់បានមើលការផ្សាយផ្ទាល់ថ្ងៃនេះថែមទាំងផ្ញើកាដូផងគិតថាប្រពន្ធយល់ច្រឡំទំនាក់ទំនងគាត់ជាមួយពន្លឺព្រះច័ន្ទដូច្នេះគាត់ក៏ចង់បកស្រាយតែបែរជាបង្ហាញនៅលើដៃរបស់គាត់សាក់អក្សរតំណាងស្នេហ៍អស់ក្លឹបចំពោះពន្លឺព្រះច័ន្ទសាក់រូបនេះអ្នកចង់មានន័យថាម៉េចលេងខ្ញុំនឹងសម្ដែងបើខ្ញុំគិតថាវាល្អយ៉ាងណាក៏ឯងមិនយល់ដែរឯងមិនបាច់ដឹងថាវាមានន័យអីទេខ្ញុំមិនដឹងទេខ្ញុំធ្វើការនៅតំបន់សង្គ្រាមអស់3ឆ្នាំឯងថាខ្ញុំមិនស្គាល់ទូជាខ្ញុំដឹងថាឯងច្រណែនផាយយានបានទៅប្រទេសច្រើនឯងមិនចង់មើលទៅដូចជាគ្មានបទពិសោធន៍ដូច្នេះឯងក៏កុហកថាធ្លាប់ធ្វើការនៅតំបន់សង្គ្រាមមិនទាន់ច្បាស់ទៀតទេឯងមិនចាំបាច់ទៅរវល់ជាមួយគេទេផាយយានជាមនុស្សមានចរិតសេរីគេមិនស័ក្តិសមនឹងគ្រួសារយើងទេមែនហើយគេមិនស័ក្តិសមនឹងគ្រួសារនេះទេបន្ទាប់ពីឯងសុំផាយយានរៀបការតែត្រូវគេបដិសេធឪពុកម្ដាយឯងចង់បានកូនប្រសារស្រីដែលទៀងត្រង់អីចឹងឯងជ្រើសរើសហើយមែនទេអីចឹងខ្ញុំជាជំរើសដែលឯងបានថ្លឹងថ្លែងហើយមែនទេអីគេផៃរិនមុននេះខ្ញុំកំពុងសុំរៀបការឯងនិយាយអីកុំបង្កើតរឿងឯងឲ្យលិខិតឆ្លងដែនខ្ញុំមកឯងទៅណាចេញសំបីចេញបានត្រឹមរៀមដៃក៏ល្អដែរលើកនេះចេញទៅគឺខ្ញុំមិនត្រឡប់មកវិញទៀតទេ